Tè. Lộc nâng lộc srei Smith miên côn proh mẹ nâng côn srei mẹ côn proh miên chmua thà chón hai côn srei miên chmua thà Sarah. Crua sa Smith រស់នៅក្នុងផ្ទះមួយពួកគេមានបន្ទប់ទទួលភ្ញៀវមួយដែលពួកគេមើលទូរទស្សន៍នៅទីនោះឪពុកចម្អិនអាហារនៅក្នុងផ្ទះបាយហើយគ្រួសារទទួលទានអាហារនៅក្នុងបន្ទប់បរិភោគអាហារផ្ទះមានបន្ទប់គេងពីរដែលពួកគេគេងនៅទីនោះពួកគេទុកសម្លៀកបំពាក់នៅក្នុងទូខោអាវផ្ទះក៏មានបន្ទប់ទឹកមួយដែរដែលពួកគេដុសធ្មេញនៅទីនោះផ្ទះមានសួនច្បារមួយចននិងសារ៉ាលេងនៅក្នុងសួនច្បារពួកគេមានសត្វឆ្កែមួយហើយចននិងសារ៉ាចូលចិត្តលេងជាមួយសត្វឆ្កែនោះសំណួរទីមួយតើលោកនិងលោកស្រី Smith មានកូនប៉ុន្មាននាក់កមានកូនប្រុសម្នាក់និងកូនស្រីម្នាក់ខមានកូនប្រុសម្នាក់គមានកូនស្រីម្នាក់ខគ្មានកូនទេសំណួរទីពីរតើអ្នកណាជាអ្នកចម្អិនអាហារនៅក្នុងផ្ទះបាយកម្ដាយខចនគឪពុកខសារ៉ាសំណួរទីបីតើគ្រួសារទទួលទានអាហារនៅទីណាកបន្ទប់បរិភោគអាហារខផ្ទះបាយគបន្ទប់ទទួលភ្ញៀវខបន្ទប់គេងសំណួរទី4តើផ្ទះមានបន្ទប់គេងប៉ុន្មានក2ខ4គ3ខ1សំណួរទី5តើចននិងសារ៉ាធ្វើអ្វីនៅក្នុងសួនច្បារកគេងខលេងគដុសធ្មេញខចម្អិនអាហារផ្ទះលោកនិងលោកស្រី Smith មានកូនប្រុសម្នាក់និងកូនស្រីម្នាក់កូនប្រុសមានឈ្មោះថាចនហើយកូនស្រីមានឈ្មោះថាសារ៉ាគ្រួសារ Smith រស់នៅក្នុងផ្ទះមួយពួកគេមានបន្ទប់ទទួលភ្ញៀវមួយដែលពួកគេមើលទូរទស្សន៍នៅទីនោះឪពុកចម្អិនអាហារនៅក្នុងផ្ទះបាយហើយគ្រួសារទទួលទានអាហារនៅក្នុងបន្ទប់
បរិភោគអាហារផ្ទះមានបន្ទប់គេង2ដែលពួកគេគេងនៅទីនោះពួកគេទុកសម្លៀកបំពាក់នៅក្នុងទូខោអាវផ្ទះក៏មានបន្ទប់ទឹកមួយដែរដែលពួកគេដុសធ្មេញនៅទីនោះផ្ទះមានសួនច្បារមួយចននិងសារ៉ាលេងនៅក្នុងសួនច្បារពួកគេមានសត្វឆ្កែមួយហើយចននិងសារ៉ាចូលចិត្តលេងជាមួយសត្វឆ្កែនោះ